គ្រាន់តែដាំស្មៅសោះត្រូវការថែទាំស្មៅដោយការដកសម្អាតស្មៅជាប្រចាំដាំស្មៅសោះដាក់ជីឲ្យស្មៅទៀតហើយការសម្អាតស្មៅត្រូវបានពូមីងនៅទីនេះគាត់ប្រើភាសាថាទៅចាក់ស្មៅឲ្យគេនឹងបានលុយទៀតហើយការប្រមូលផលស្មៅអាចលក់បាននៅក្នុងតម្លៃថ្លៃអាយ៉ាមិនចេះនេះអូយមើលមកផ្លេតសោះស្មានតែតារាងបាល់ទាត់បងប្អូនក្តីសុខមែនទែនសម្រាប់អ្នកដែលចូលចិត្តលេងបាល់ហើយក៏ក្តីសុខណាស់ដែរសម្រាប់អ្នកដែលចិញ្ចឹមគោប្រឡែងគោចោលណាក៏ប៉ុន្តែទីតាំងនេះគឺជាចំការស្មៅមិនមែនសម្រាប់គោក៏តែមិនមែនសម្រាប់ទាត់បាល់គឺជាស្មៅសម្រាប់ដាំលម្អមានច្រើនពូជមែនទែនការប្រមូលផលនេះយកទៅដាំបន្តយកទៅលក់ដើម្បីបានលុយហើយក៏យកទៅលក់ដើម្បីបានលុយទាំងអស់នោះមកចិញ្ចឹមកម្មករបុគ្គលិកដែលពាក់ព័ន្ធនៅក្នុងការថែទាំស្មៅទាំងអស់នេះហើយបើនិយាយឲ្យចំសាច់រឿងមែនទែនទៅស្មៅទាំងអស់នេះគឺជាក្តីសុខសម្រាប់បងដែលជាស្ថាបត្យករបងដែលសាងសង់បរិយាលក់ឬក៏បងដែលគាត់ទទួលការងារជាអ្នកជំនាញនៅក្នុងការរៀបចំសួនច្បារតារាងវាយកូនហ្គោលឬក៏រៀបចំតំបន់រមណីយដ្ឋានអីអញ្ចឹងទៅព្រោះស្មៅទាំងអស់នេះគឺត្រូវបានគេយកទៅដាំលម្អតាមសួនច្បារទាំងអស់នោះហើយឲ្យតែពេលដាំបានប្រមូលផលវាជាការ៉េដើម្បីគិតលុយជាការ៉េដូចគ្នាមូលដូចកន្ទេលអញ្ចឹងបងប្អូនដាក់គោដឹកតាមឡានយកទៅកន្លែងដាំផ្សេងទៀតកាត់វាឲ្យចេញជាមុខការ៉េ4ជ្រុងមកបន្តមកទៀតឈូសបើកវាឲ្យដោយរឹសដោយដីមកសមល្មមមូលដូចកន្ទេលអញ្ចឹងដឹកជញ្ជូនទៅគ្រប់ទីកន្លែងដាំដុះបានយ៉ាងស្អាតស្រោចទៅល្មមដុះមកស្អាតភ្លឹងដោយទីតាំងនេះផ្ទាល់អញ្ចឹងនិយាយទៅដាំនៅទីតាំងនេះអាចលើកទៅដាក់នៅទីតាំងផ្សេងដើម្បីជាលម្អទៅតាមការចង់បានរបស់អតិថិជនហើយវីដេអូដែលបងប្អូនកំពុងតែទស្សនាការប្រមូលផលស្មៅទាំងអស់នេះគឺស្ថិតនៅក្នុងទឹកដីនៃខេត្តកណ្ដាលយើងហ្នឹងសម្បូរណាស់បងប្អូនហើយចំការស្មៅធំច្រើនហិកតាមែនទែនត្រូវបានបងប្អូនប្រជាពលរដ្ឋនេះដាំនៅក្នុងរយៈពេលសមល្មមដល់ពេលគ្រប់អាយុត្រូវប្រមូលផលមានក្រុមការងារមកឆូតមូលដឹកយកទៅលក់យកលុយតែម្ដងហើយបើនិយាយពីរយៈពេលនៃការដាំតម្រាប់តែបានប្រមូលផលក៏ដូចជាមិនយូរប៉ុន្មានដែរបងប្អូនចន្លោះពី2ខែទៅ3ខែទៅតាមអាយុកាលក៏ដូចជាប្រភេទរបស់ស្មៅដាក់ជីស្រោចទឹកស្រោចអីដូចជាការធ្វើស្រែធ្វើចំការអញ្ចឹងក៏ប៉ុន្តែគ្រាន់តែការដាំស្មៅនេះប្រមូលផលបានលឿនជាងស្រូវហើយមួយវិញទៀតវាមានភាពងាយស្រួលជាងស្រូវបន្តិចដោយសារតែយើងមិនចាំបាច់ចោះភក់ចោះច្រំមិនចាំបាច់ច្រូតកាត់អីប្រើម៉ាស៊ីននៅទីនេះប្រើកម្លាំងពលកម្មមនុស្សដែលមានឧបករណ៍សម្ភារៈគ្រប់គ្រាន់អញ្ចឹងទៅអាចប្រមូលផលបាននៅពេលដែលប្រមូលផលម្ចាស់ចំការម្នាក់និយាយពីថាញញឹមញញែមដោយសារតែគាត់ទទួលបានថវិកាមកគួរសមដែរហើយបើថាគាត់ដាំសម្រាប់ផ្គត់ផ្គង់ទៅគម្រោងធំណាមួយសម្រាប់ការសាងសង់ឬក៏រៀបចំសួនណាហើយស្មៅទាំងអស់នេះជូនក៏ឡើងថ្លៃកប់ជូនក៏ធ្លាក់ថ្លៃបន្តិចដែរទៅក៏ប៉ុន្តែមកដល់ពេលនេះតម្លៃសមល្មមមិនអាចទទួលយកបានមកល្មមឲ្យប្រជាកសិករយើងទូទាត់ទៅសល់ប្រាក់ចំណេញតែបើថាឲ្យឡើងថ្លៃកប់នោះដូចជាមិនតាន់ទេបងប្អូនក៏ប៉ុន្តែដឹងស្រាប់ហើយបងប្អូនហើយការងារកសិកម្មណាក៏ជួបនូវឧបសគ្គដែរការចំណាយទៅលើថ្លៃជីក៏ត្រូវការចំណាយទៅលើម៉ាស៊ីនបូមទឹកដោយសារតែយើងត្រូវចាក់ប្រេងចាក់ម៉ាស៊ូតអីអញ្ចឹងណាហើយមួយទៀតកម្លាំងពលកម្មនៅក្នុងការថែទាំស្រោចទឹកជាប្រចាំសម្អាតស្មៅជាប្រចាំហើយបងប្អូនកុំគិតថាការដាំស្មៅនៅក្នុងចំការស្មៅអត់ត្រូវការថែទាំស្មៅហើយមូលហេតុអីដែលត្រូវថែទាំស្មៅដោយសារតែស្មៅទាំងអស់នេះពេលដែលយើងដាំថែទាំមិនបានល្អមានស្មៅកន្ត្រើយឬក៏ស្មៅផ្សេងដែលជាពូជស្មៅមិនចាំបាច់ឬក៏ស្មៅដែលអត់ស្អាតវាខុសពីពូជដែលគាត់ដាំវាដោយមកតាមក្របដែលគាត់បាចទៅឬក៏ពេលខ្លះវាឆ្លងមកតាមរយៈសត្វស្លាបសត្វអីវាហោះវាពំមកដោយជាមួយអញ្ចឹងវាធ្វើឲ្យដុះឲ្យរៀលពេញទៅនឹងតែម្ដងដាក់ជីដាក់ទឹកមិនបានបំពន់ស្មៅដែលខ្លួនឯងដាំបែរជាបំពន់ស្មៅដែលមិនត្រូវការនឹងក៏ជាឧបសគ្គមួយសម្រាប់កសិករដែលគាត់ប្រកបមុខរបរដាំស្មៅនៅក្នុងចំការនេះដែរអូស្អាតណាស់បងប្អូនហើយមើលពីលើអញ្ចឹងដល់កនេះទេសភាពអស់តោះតែម្ដងហើយមួយវិញទៀតបងប្អូននិយាយពីថាស្មៅនេះសត្រូវខ្លាំងជាមួយនឹងទឹកខ្លាំងពេកធ្វើឲ្យជ្រក់ទឹកច្រំផុកនឹងរលួយខ្ទេចដាំអត់បានល្អទេដល់ពេលប្រមូលផលក៏ពិបាកដែរក៏ប៉ុន្តែការដាំដុះគួរឲ្យចាប់អារម្មណ៍ដោយសារតែធ្វើដីធ្វើអីឲ្យស្អាតមានទឹកប៉ែកចឹងទៅស្រួលដាំណែពេលដាំត្រូវការទឹកប៉ែកដល់ពេលដាំវាដុះហើយណាត្រូវការដីស្ងួតសើមសល្មមអត់ស្ងួតពេកអត់ច្រំទឹកពេកម្យ៉ាងបោះគេដែលតែសំបីតការដាំស្មៅនឹងស្ដាប់ទៅអូយបងប្អូនហើយបើថាគ្មានជំនាញទេទៅអត់រួចជាមួយនឹងមុខរបរទាំងអស់នេះទេសាកលូកមើលបើមិនរលាសាកលូកមើលតែគ្មានជំនាញមើលបើមិនបះជើងសម្រាប់បងប្អូនយើងដែលចង់បានក៏ដូចជាប្រកបមុខរបរនេះណាតើតែសិក្សាឲ្យច្បាស់ពីទីតាំងនៅក្នុងការដាំការរើសពូជការចំណាយទៅលើការថែទាំក៏ដូចជារកម៉ូយទុកខ្លួនឯងទើបអាចចាប់ផ្ដើមជាមួយមុខរបរនេះបានដោយសារតែបងពូមីងដែលគាត់ជាប្រជាកសិករនៅទីនេះណាចំណេញក៏ចំណេញបានលុយច្រើនដែរហើយខាតនោះក៏ធ្លាប់ខាតឆ្អែតដែរអញ្ចឹងបងប្អូនចង់ដាំតើរៀនឲ្យច្បាស់ហើយបើចង់ទិញអាចតាក់ទងតាមរយៈលេខទូរស័ព្ទដែលមានបញ្ជាក់ជូននៅក្នុង comment ជំរាបសួរបងចាជំរាបសួរបងបាទបងឈ្មោះអីដែរបងឈ្មោះកែដានីបងនៅនឹងបងជាអ្នកដាំឬគូអ្នកទិញខ្ញុំដាំផងទិញផង
ស្មៅដែលគាត់កំពុងឈូសហ្នឹងមានឈ្មោះថាស្មៅអី ស្មៅម៉ាឡេស្វិតធំ មានប្រមាណប្រភេទទៅបងស្មៅយើង មានពីរប្រភេទបងអាហ្នឹងគេហៅម៉ាឡេលឹកធំអានេះស្មៅជប៉ុនស្លឹកល្អិត មានតែពីរហ្នឹងឯង បាទពីរហ្នឹងមួយណាដែលមានតម្លៃទីផ្សារអីច្រើនជាង ទីផ្សារបើកន្លែងសម្រាប់ដីវាលធំភាគច្រើនគេដាក់ស្មៅម៉ាឡេដោយសារតម្លៃវាធូរថ្លៃជាងស្មៅជប៉ុនបើសម្រាប់ដូចថាដីរៀងទូចហ្មងនិយាយរួមទៅតាមភ្ញៀវឯងភ្ញៀវខ្លះគាត់ស្រឡាញ់ជប៉ុនទៅភ្ញៀវខ្លះគាត់ស្រឡាញ់ម៉ាឡេប៉ុន្តែបើលក់ដាច់ដោយខែបងខែសម្រាប់ខែធ្លាក់ភ្លៀងខ្លាំងហ្នឹងស្មៅជប៉ុនលក់ដាច់ជាងស្មៅម៉ាឡេ ដោយសារស្មៅជប៉ុនពេលដាំយើងពេលរយៈពេលទ្វងយើងវារៀងបាក់ថែជាងស្មៅម៉ាឡេដល់អញ្ចឹងគេត្រូវការដាំខែភ្លៀងហ្នឹងវាទឹកគ្រប់គ្រាន់ចុះដល់ពេលខែរាំងមួយណាស្រួលជាងបងពីរហ្នឹង និយាយរួមទៅស្មៅទាំងពីរហ្នឹងវាអត់ប្របាក់ថែទេដូចគ្នាគ្រាន់តែចេះប្របាក់ថែតែពេលដាំដំបូងទេបងពេលរយៈពេលពីមួយអាទិត្យទៅ10ថ្ងៃដំបូងប្របាក់មិនទៅបងប្របាក់ថែរឿងទឹកតែទឹកអត់ដល់វាងាប់ហើយអាពេលយើងដាំហ្នឹងយើងដាំយ៉ាងម៉េចបងយើងយកពូជវាយកមកព្រោះពីលើឬយ៉ាងម៉េច ប្រវាយចេញពីអាហ្នឹងមកតែដូចថាដីហ្នឹង1000ក្រេអញ្ចឹងយើងវាយអញ្ចឹងយើងយកពូជហ្នឹងយើងទុកនឹងចកាឲ្យវាក្រាស់ខ្លាំងណាយើងទុកដូចថាដី1000ក្រេយើងទុកពូជ300ក្រេទៅ350ក្រេយើងដាំបានអញ្ចឹងបានន័យថាអាហ្នឹងមិនមែនយកក្របយកផ្កាអីយកទៅដាំទេបំបែកចេញពីខ្លួនរបស់វាទេដូចយើងដកស្នាបស្ទុងចេញជាស្រូវចឹងដូចគ្នាយើងយកហ្នឹងមកដីហ្នឹងដូចថាពូជហ្នឹង300ក្រេអញ្ចឹងយើងយកទៅប្របែកដាំដី1000ក្រេរយៈពេលស្មៅលឹកធំនេះមួយខែ20ថ្ងៃចាប់ផ្ដើមក្រាស់ពេញសាច់អាចឈប់បានហើយបាទចាប់ពីមួយខែជាងទៅរាល់ថ្ងៃបងលក់ភាគច្រើនយកទៅខាងណាវិញបង គ្រប់កន្លែង នៅក្នុងប្រទេសយើងហ្នឹង ចា ជាទូទៅតម្លៃដែលបានខ្ពស់បំផុតហ្នឹងប្រហែល1ការ៉េប្រហែលបង វាឥឡូវអត់សូវបានប៉ុន្មានទេបងព្រោះសេដ្ឋកិច្ចវាអត់សូវដូចមុនទេអញ្ចឹងយើងលក់តម្លៃធូរល្មមទេដោយសារអីយើងចំណេញកាក់សេនតិចតួចទេចំនួនឲ្យតែមានការងារធ្វើទាំងអស់គ្នាអញ្ចឹងចំនួនណាដែលបងគិតថាស្មៅនឹងលក់បានច្រើនជាងគេហើយបានតម្លៃខ្ពស់ជាងគេខ្ទង់ឆ្នាំ2024ពេលហ្នឹងខាងពលានត្រូវការច្រើនពលានថ្មីហ្នឹងមែនបងថ្មីចាពេលហ្នឹងស្មៅយើងលក់ដាច់យើងដាំអត់តាន់ទេមានប៉ុន្មានគេយកអស់អញ្ចឹងណាអញ្ចឹងតម្លៃវារៀងបានថ្លៃតាមហ្នឹងដែរដល់ពេលឥឡូវស្មៅវារៀងស្ងាត់ណាមួយយើងវាអត់សូវលក់ដាច់ទេឥឡូវវារៀងបាក់លុយហើយយើងតម្លៃក៏យើងចុះតាមហ្នឹងដើម្បីឲ្យតែមានការងារធ្វើទាំងអស់គ្នាទៀតពេលស្រុកអ្នកភូមិយើងដាំបានហើយយើងលក់ចេញអញ្ចឹងណាយើងលក់ចំណេញច្រើនទេបាទបងនៅពេលដែលឈូសអញ្ចឹងហើយយើងទុកវាឲ្យមិនទៀតបានចាប់ដើមយកដាក់ឡានទៅឬក៏យើងយកទៅភ្លាមសម្រាប់បើសិនជាខែប្រាំងធម្មតាដីវាអត់ដាក់ទឹកអត់លិចអញ្ចឹងយើងឈូសភ្លាមត្រូវការដឹកឡើងឡានភ្លាមកុំឲ្យវាក្រៀមស្មៅព្រោះតែកាលណាបើថ្ងៃខ្លាំងវាក្រៀមស្មៅវាអន់ណាប៉ុន្តែឥឡូវហ្នឹងជាក់ស្ដែងស្មៅវាដក់ទឹកខ្លាំងពេកអញ្ចឹងយើងស្ដាល់វាឲ្យស្ងួតទឹកបន្តិចបានលើកឡើងឡានតែកាលណាយើងលើកទាំងទឹកអញ្ចឹងវានៅលើឡានវាស្អិតជាប់គ្នាអាហ្នឹងយើងយកទាំងដីដែលឈូសជាប់ហ្នឹងយកទាំងដីបងត្រូវការជួយបានជាប់ដីដល់ពេលភ្ញៀវគាត់យកទៅគាត់ស្រួលដាំជុំមិនដល់ពេលយូរទៅដីมันកាន់តែខូងទៅបានន័យថាកាលណាជ្រៅយើងចាប់ដើមចាក់ដីវាសាថ្មីចាយើងឈូស3ដងទៅ4ដងគេចាក់ដីម្ដងហើយ3ដងទៅ4ដងគេចាក់ដីម្ដងគេអត់ឈូសរហូតចឹងទេវាជ្រៅដីខ្ញុំថាគិតថាបើសិនជាអត់ចាក់យូរលិចក្បាលបាត់អត់ទេបងចាក់ដីយើងចាក់ថែមរហូតបាទហើយចុះនៅប្រភេទស្មៅយើងរាល់ថ្ងៃមានតែពីរប្រភេទហ្នឹងទេមានតែពីរហ្នឹងឯងបងនៅយើងហ្នឹងប៉ុន្តែដើមកំណើតបងមានដឹងទេថាមកពីខាងណាខាងណីវិញស្មៅហ្នឹងបើនិយាយពីដើមកំណើតខ្ញុំមិនដឹងសោះបងដោយសារអីខ្ញុំធំនឹងក្តីមកគឺខ្ញុំឃើញគេដាំអញ្ចឹងហើយអញ្ចឹងខ្ញុំមិនដឹងថាគេនាំចូលមកពីណាយកពីណាមកដោយសារខ្ញុំនៅស្រុកភូមិហ្នឹងខ្ញុំធំនឹងក្តីមកគឺគេដាំតាមចការអញ្ចឹងបាត់ហើយបងបាទខ្ញុំអត់ដឹងថាគេយកមកពីណាបាទការដាំស្មៅហ្នឹងផលលំបាករបស់វាទៅលើអីគេបងមានសត្វល្អិតមានអីមានបងពិបាកជាងគេនឹងស្មៅព្រៃស្មៅអីចឹងស្មៅព្រៃនោះយើងចំណាយយីវេធ្វើអស់ច្រើនណាបងដូចអ៊ំគាត់អង្គុយចាក់អញ្ចឹងណាចាក់ស្មៅព្រៃសម្អាតស្មៅព្រៃចេញមុនពេលយើងឈូសឲ្យភ្ញៀវសម្អាតស្មៅព្រៃស្អាតសិនមិនយើងឈូសចេញទៅបើយើងឈូសទៅទាំងស្មៅព្រៃអញ្ចឹងភ្ញៀវគេអត់យកទេហើយមួយទៀតពិបាករឿងពេលខែទឹកភ្លៀងខែអីអញ្ចឹងណាពិបាកស្មៅធ្វើអត់សូវបានទេបានតិចតួចទេវាដក់ទឹកវាលួយបងមិនមែនទឹកច្រើនល្អទេណាទឹកច្រើនបាញ់ឃើញតែលួយអញ្ចឹងអស់ហើយអាហ្នឹងពេលអញ្ចឹងយើងឈូសយើងវៀងអាកន្លែងលួយហ្នឹងចោលបាទអញ្ចឹងអាហ្នឹងទឹកវាត្រូវការស្ងួតសើមមិនដែរមិនត្រូវការចាក់ជាប់ទឹកមកសំរុំល្មមអត់ឲ្យច្រើនទេបងទឹកច្រើនពេកឲ្យលួយថ្ងៃក្តៅខ្លាំងរាំងគៀកបូមអត់សូវចេញបានតិចអាហ្នឹងពិបាកដូចគ្នានិយាយរួមទៅបើថានិយាយថាស្រួលវាមិនស្រួលទេអត់មានសត្វល្អិតអីមកស៊ីស្លឹកតកៅអីអត់មានអត់ទេ
ពួកអីយើងដាំហ្នឹងយើងបាញ់ថ្នាំរហូតដែរទេយើងបាញ់អាថ្នាំស្លាប់សត្វស្លាប់ស្មៅព្រៃហ្នឹងអញ្ចឹងសត្វក៏វាងាប់តាមហ្នឹងដែរយើងថែដែរ បាទ បង អានេះយើង មិន ប្រើ យើងដាំ តាម ចោលទេណាយើងបាញ់ បាទ ថ្នាំ 4-5 ថ្ងៃមួយទឹកយើងបាញ់ថ្នាំម្ដង 4-5 ថ្ងៃមួយទឹកយើងបាញ់ថ្នាំម្ដង មានដាក់ជីដាក់អីទេបង ជីប្រើច្រើនជាងស្រូវទៀតហ៎ អញ្ចឹង ចាបងអត់ដាក់ជីមិនវាខៀវមិនវាបានដុះលឿនបើបងដាំចោលអត់ខៀវទេហើយដុះក៏អត់លឿនដែរ ពណ៌អីគេបងបើសិនជាអត់ដាក់ជី ជីបើយើងអត់ដាក់ពណ៌របៀបក្រហមដូចស្មៅព្រៃយើងធម្មតាអញ្ចឹងវារៀងលឿងក្រហមវាអត់ខៀវស្អាតទេ ប៉ុន្តែជីហ្នឹងប្រភេទជីអាចគោជីអីឬគោយ៉ាងម៉េចបង យើងប្រើជីរបៀបជីគ្រាប់ណាជីគីមី បាទ ជីគ្រាប់ តែមិនអីទេអានេះមិនមែនជា យើង ប្រ មិន ភេទ របស់ហូបទេ បាទ យើ មិន ង របស់ហូប ដាក់ដើម្បីឲ្យវា លំ ព អ ណ៌ស្អាតចា បាទ ព្រោះអីគេយកទៅគេត្រូវការស្អាត បាទ អញ្ចឹងយើងដាក់ដើម្បីតែពណ៌ស្អាតទេ បាទចុះឥឡូវទីផ្សាររៀងពិបាកឬគួរយ៉ាងម៉េចបង ឥឡូវល្អជាងមុនដោយសារអីគ្រាន់ថាតម្លៃទាប បាទ ប៉ុន្តែនិយាយពីការលក់ល្អជាងមុនដោយសារយើងបិទខាងនោះអត់មាននាំចូលទេអត់មានស្មៅក្រៅប្រទេសនាំចូលទេ អូពីមុនមានស្មៅក្រៅយកមក នាំ ទៀត ចូលបងស្មៅថៃច្រើនណានាំចូលមកអញ្ចឹងទីផ្សាររបស់យើងពិបាកតម្លៃដូចគ្នាប៉ុន្តែស្មៅថៃស្ដើងស្រាលគេសម្រាប់ការដឹកជញ្ជូនបានច្រើនសម្រាប់ដីវាលធំភាគច្រើនគេដាក់ស្មៅថៃដោយសារស្មៅថៃវាស្រាលវាដឹកជញ្ជូនបានច្រើនតម្លៃអត់មានថ្លៃជាងគ្នាខុសគ្នាអីទេបងតម្លៃដូចគ្នាទេគ្រាន់ថាសម្រាប់ការដឹកជញ្ជូនរបស់គេឧទាហរណ៍ឡាន5តោនគេដាក់បាន 7,000 ការ៉េ បាទ ដោយឡែកស្មៅជប៉ុនខ្មែរយើងហ្នឹងធ្ងន់ដាក់បានតែ 1,000 ការ៉េទេ អូខុសគ្នាច្រើន ខុសគ្នាច្រើនណាស់ ខុសគ្នា សម្ ឡើង រាប់ 6 ដាំក៏គេ ដ ស្រួលដែរគេលាស់យកវាលាដោយសារវាមានដីហ៎បង បាទ ប៉ុន្តែបើនិយាយពីការថែទាំចាញ់ស្មៅខ្មែរយើងទេស្មៅខ្មែរយើងវាមានដីចេះ បាទ លាទៅដឹងតែរស់ បាទ សម្រាប់ស្មៅថៃវាអត់មានដីទេបង បាទជាទូទៅគេទិញគិតការ៉េបងហ៎ គិតការ៉េ បាទ បើយើងដាំឲ្យគេគិតការ៉េដូចគ្នាគិតការ៉េវាស់លើសាច់ដីចាក់ស្ដែងដែរគេបានដាំអញ្ចឹងណា អូបាទបាទអរគុណបង ចា បាទ ចាអរគុណ បាទ អរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់សាប៊ូកក់សក់ Jensen Mac EE បងប្អូនចង់បានសាប៊ូកក់សក់ Jensen Mac EE អាចទំនាក់ទំនងទិញបានយកទៅប្រើប្រាស់ព្រោះសាប៊ូនេះមានគុណភាពខ្ពស់ហើយតម្លៃក៏សមរម្យដែរគេប្រើប្រាស់គ្រប់គ្នាហើយចាំដល់ពេលណាដើម្បីប្រើប្រាស់បានដូចគេទិញមួយឈុតយកទៅប្រើបងប្អូននឹងឃើញពីលទ្ធផលល្អនៅត្រឹមរយៈពេលដ៏ខ្លីប្រើមិនទាន់អស់ផងនឹងឃើញលទ្ធផលបាត់ទៅហើយអាចរកទិញបានតាមរយៈបណ្ដាតំណាងចែកចាយលេខទូរស័ព្ទដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់ឬក៏តាក់ទងទិញតាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Tick Q ជាសញ្ញាសម្គាល់សាប៊ូកក់សក់ដែលមានសារជាតិ Jensen នៅក្នុងនោះផ្សំជាសាប៊ូកក់សក់ក្លិនប្រហើរ Jensen កម្រនឹងមានណាតែឥឡូវមានហើយនៅក្នុងសាប៊ូកក់សក់ Jensen Mac EE ជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា